ว้าวว้าวបងប្អូនទាំងអស់គ្នាមកដល់ហើយបាទ Ford Ranger Raptor 2025គឺចាប់ផ្ដើមចូលស្តុកបដាហើយពណ៌នេះគឺជាពណ៌ដែលលក់ដាច់ពណ៌ដែលពេញនិយមខ្លាំងមែនទែនគឺពណ៌ Common Grey ហើយ Ranger Raptor នេះគឺជាជាមួយនឹងម៉ាស៊ីនសាំងបងប្អូនមានសាំងមានម៉ាស៊ូតបាទម៉ាស៊ីនសាំងនេះគឺបំពាក់មកជាមួយនឹងម៉ាស៊ីន6ស៊ីឡាំងបាទ6ម៉ាស៊ីន V6 Twin Turbo ប្រអប់លេខ10វគ្គ Automatic បងប្អូនកម្លាំងខ្លាំងណាស់ប្រិមត្តសឹងតែស្មើឡានស្ពណ៌មួយឯងខ្ញុំហ៊ានធានាហ្មងអញ្ចឹងការរចនាគឺអំណាចកាចខ្លាំងមែនទែនបាទ signature របស់ Ranger Raptor ប៉ាណាគឺបំពាក់ជាមួយនឹងប៉ាណាអក្សរ Ford ធំចេះតែម្ដងមើលមកអំណាចអំពូលភ្លើងអាចរេតាមចង្កូតបានបែងចែកពន្លឺបានបិទបើកពន្លឺខ្លួនឯងបានហើយគេហៅថាបាច់ពន្លឺគឺច្បាស់ល្អខ្លាំងមែនទែនហើយអ្វីដែលសំខាន់មាន sensor ខាងមុខ4ខាងក្រោយ4មកជុំវិញឡានតែម្ដងកាមេរ៉ាគឺ360ដឺក្រេបាទអញ្ចឹងបងប្អូននេះកន្លាកង់ធំស័ក្តិសមជាមួយនឹងរថយន្ត performance off road ខ្លាំងមែនទែនហើយអ្វីដែលសំខាន់នេះដែកការពារម៉ាស៊ីនបាទគឺបលាំងដាស់ដែកក្រាស់ក្បឹកតែម្ដងហើយអ្វីដែលសំខាន់នោះគឺពេលបើកលើផ្លូវលឿនផ្លូវ off road អីគឺជួយការពារបានច្រើនមែនទែនអូខេអញ្ចឹងពណ៌នេះស្រស់ស្អាតខ្លាំងណាស់ប្រិមិត្តបងប្អូនត្រូវការឥឡូវចាប់ដើមចូលស្តុកបដាហើយ Ranger Raptor បាទឈ្នន់ចំហៀងអីគឺសប៉ែតធំងាយស្រួលក្នុងការជន់ឡើងទៅលើរថយន្តខ្លាំងមែនទែននេះកាមេរ៉ា360បាទមានបន្លាយ Sport កញ្ចក់ក្តោបអូតូពេលយើងលុកអានលុកណាហើយសម្រាប់កញ្ចក់ទាំង4នេះគឺអូតូទាំងអស់តែម្ដងពងសុវត្ថិភាពមកជុំរថយន្តបាទហើយអ្វីដែលសំខាន់យើងអាចប្រើប្រាស់ជាមួយនឹង Drive Mode បានរហូតដល់7 mode ប្រិមិត្តមាន Baja Mode មានផ្លូវថ្មផ្លូវផុកផ្លូវល្អិលផ្លូវខ្សាច់អីគឺមកសេតតែម្ដងហើយកំពង់ស៊ីម៉ាំងប្រិមិត្តកំពង់ស៊ីម៉ាំងស៊ីនណាស៊ីនវីអូចាក់មកមិនមែនជាកំពង់ស៊ីម៉ាំងបឆោតទេហើយយើងអាចសេរីសលេងបានរហូតទៅដល់បាទសេរីសលេងបាចាបាទផ្លូវ off road ផ្លូវ sport អីគឺយើងអាចសេរីសលេងបានសេរីបូមក៏បានហើយសេរីចកោតអីក៏បានដែរបាទចកៀងនេះគឺជាប្រភេទចកៀង LED បាទ Raptor sensor បាទកាមេរ៉ានេះបងប្អូនអញ្ចឹងមើលខាងក្នុងបងប្អូនគ្នាបាទខាងក្នុងអូទ្វារគឺធ្ងន់មែនតើ Ranger Raptor នេះការរចនាខាងក្នុងអាចនិយាយបានថាគឺស្ពណ៌ខ្លាំងមែនតើបាទ highlight ជាមួយនឹងនេះធ្នេមពណ៌ទឹកក្រូចបាទតាមនេះអីក៏ពណ៌ទឹកក្រូចដែរហើយចង្កឹះលេខ e-shifter មាន wireless charge ប្រាំងដៃ electronic បាទអេក្រង់ touch screen ក៏ធំដែរកុងទ័រ digital ក៏ធំក៏ស្អាតដូច digital ទាំងអស់ហ្នឹងណាហើយការរចនាក៏អីគឺអោបខ្លួនខ្លាំងមែនទេបើយើងបើកលើផ្លូវ off road ផ្លូវអាលាក់ផ្លូវអីគឺអត់កលេងខ្លួនទេក៏អីចុចទាំងសងខាងហ្មងណាបាទហើយខាងក្រោយក៏តលាយដែរមាត់ខាងក្រោយមានម៉ាស៊ីនត្រជាក់ក្រោយបាទអ្នកអង្គុយខាងក្រោយគឺអត់ចៀតទេមកល្មមហ្មងប៉ុណ្នេះហើយបូមប្រិមត្តបូមប្រភេទបូម Ford Racing Shock ប្រភេទបូម performance ដែលយើងអាចបើកលបឿនលឿននៅលើផ្លូវឧបសគ្គបានបាទអត់មានអីជាឧបសគ្គឯសម្រាប់ Ranger Raptor នេះបាទហើយបងប្អូនគេហៅថាយើងប្រើបូមអត់ប្រើចទាចេះយើងអាចបើកលើផ្លូវឧបសគ្គផ្លូវអាលាក់ផ្លូវអីគឺវាអត់សូវអាលាក់ដូចឡានដែលប្រើចទាទេអញ្ចឹងបងប្អូនត្រូវការ Ranger Raptor អាចតាក់ទងបងប្អូនបានបាទឥឡូវគឺចាប់ផ្ដើមចូល stop ហើយបាទអញ្ចឹងបងប្អូននឹងដាក់លេខទូរស័ព្ទនៅខាងក្រោមហើយបងប្អូនអាចតាក់ទងបងប្អូនបានតាម Telegram ក៏បានដែរចាំបងប្អូនដាក់ link Telegram នៅខាងលើ caption ហ្នឹងណា